បងប្អូនដែលធ្លាប់ហូបផ្លែពង្របាទដែលទិញពីផ្សារទៅដែលស្រុកស្រែអត់មានព្រៃឈើបាទដូចជាខ្ញុំអញ្ចឹងនៅខាងស្វាយរៀងអត់មានដើមឈើព្រៃឈើស្បូរដូចខាងនេះទេអត់សូវមានផ្លែឈើដែរបាទនេះគឺដើមពង្របាទផ្លែវាដែលជូរខ្លះក៏ជូរអែមគេយកធ្វើសម្លហើយអ្នកស្រែចម្ការបាទនៅស្រុកព្រៃហ្នឹងគឺនៅខែស្ទូងដកឬច្រូតកាត់ដែលមានផ្លែពង្រហ្នឹងគឺគេតែងតែបុកអំបិលបាទក្រោយពីសម្រាកហូបបាយរួចគេជួបជុំគ្នាហូបម្ជូរពង្របាទផ្លែហ្នឹងស្តៀងតែផ្លែមានដែរទេបាទស្តៀងផ្លែតង្ហែនផ្លែខ្លះក៏ដូចខ្លះក៏អត់ដូចដែរហើយវាមានច្រើនប្រភេទមានខ្លះផ្លែតូចខ្លះផ្លែធំបាទខ្លះមូលខ្លះរាងស្រួចបាទហើយរសជាតិវាក៏តាមនឹងដែរមានជូរមានអែមបាទតិចអត់ស្គាល់បាទនេះដើមពង្រ